ខ្ញុំបង្ហាញពីវិធីធ្វើចាហួយស្វិតរសជាតិទឹកដោះគោនិងទឹកសារ៉ូអញ្ចឹងខ្ញុំមានម្សៅចាហួយនេះគឺចំនួន1កញ្ចប់ហើយខ្ញុំមានទឹកសារ៉ូវិញគឺចំនួន50 ml 50 mg ហើយចំណែកម្សៅទឹកដោះគោនេះវិញគឺចំនួន30 ក្រាមម្សៅទឹកដោះគោនេះគឺខ្ញុំយកម៉ាកមួយនេះចំនួន30 ក្រាមហើយស្ករសវិញគឺខ្ញុំយកចំនួន50 ក្រាមដូចគ្នាដែរស្ករសកន្លះខាំចំណែកឯទឹកវិញគឺខ្ញុំយកចំនួន1លីត្រទឹកហើយនឹងអំបិលបន្តិចអញ្ចឹងដំបូងហ្នឹងគឺខ្ញុំយកទឹក1លីត្រដាក់ចូលក្នុងឆ្នាំងហើយខ្ញុំយកវាទៅដាំឲ្យវារាងក្តៅអ៊ុនៗបន្តិចសិនអញ្ចឹងបន្ទាប់ពីទឹកក្តៅអ៊ុនៗហើយខ្ញុំដាក់ស្ករសចូលហើយអំបិលចូលបន្តិចរួចហើយយើងដាក់ម្សៅចាហួយចូលហើយយើងបន្តកូរវាឲ្យវារលាយក្នុងទឹកនឹងកូរវាឲ្យលឿនណាបើមិនចឹងទៅវានឹងកកដុំអញ្ចឹងយើងកូរវាអញ្ចឹងដល់ពេលដែលកកដុំយើងអាចយកវាមកញីវាអញ្ចឹងបានណាដើម្បីកុំឲ្យវាកកដុំណាថ្ងៃអញ្ចឹងយើងបន្តទុកឲ្យវាពុះបន្តិចសិនអញ្ចឹងឥឡូវនេះវារពុះហើយខ្ញុំដាក់ម្សៅទឹកដោះគោចូលកូរវាញាត់ចឹងមកឲ្យម្សៅទឹកដោះគោនឹងវាលាយចូលក្នុងនឹងបន្តមកទៀតគឺខ្ញុំដាក់ទឹកសារ៉ូចូលណាឥឡូវចាហួយខ្ញុំពុះហើយអញ្ចឹងខ្ញុំអាចបិទភ្លើងបានហើយខ្ញុំចូលវាទៅដាក់ឲ្យវាត្រជាក់បន្តទៀតអញ្ចឹងបន្តមកគឺខ្ញុំយកវាមកត្រងបន្តទៀតយើងត្រងនឹងកុំឲ្យវាមានអាកាសចាហួយយើងដែលនៅដុំអីហ៎អញ្ចឹងទៅយើងត្រងវាឲ្យអស់អាកតិកទីនឹងណាអញ្ចឹងបន្តមកគឺយើងទុកឲ្យវាត្រជាក់សិនពពុះនេះយើងអាចវាយវាឲ្យបែកទៅនេះឥឡូវនេះខ្ញុំទុកឲ្យវាត្រជាក់វាទាំងអញ្ចឹងណាអញ្ចឹងឥឡូវយើងចាប់ដាំលក់ទាំងអស់គ្នាអញ្ចឹងយើងអាចពុះវាជាដុំក៏បានយើងឈូសវាជាសរសៃក៏បានដែរនេះយើងអាចកាត់វាចំដុំបានអញ្ចឹងណាហើយនេះវិញគឺខ្ញុំធ្វើដូចគ្នាប៉ុន្តែខ្ញុំប្រើទឹក brown sugar គឺខ្ញុំប្រើទឹកមួយនេះគាត់យើងបដូរពីទឹកសារ៉ូមកជាទឹក brown sugar ហើយយកដាក់ម្សៅទឹកដោះគោឯងអញ្ចឹងនេះតែ brown sugar នេះឈ្ងុយក្លិនវាឈ្ងុយមែនតើអញ្ចឹងយើងចាត់វាដាក់ចូលជាមួយគ្នាមកចាហួយរបស់ខ្ញុំគឺរួចរាល់ហើយនេះគឺទឹកសារ៉ូជាមួយនឹងទឹកដោះគោចំណែកនេះវិញគឺ brown sugar រូបមន្តដូចគ្នាតែគ្រាន់តែខ្ញុំដូរពីទឹកសារ៉ូទៅជា brown sugar វិញណាអញ្ចឹងយើងចាប់ដើមធ្វើតែទឹកដោះគោ brown sugar ជាមួយគ្នាអញ្ចឹងខ្ញុំមានទឹកតែទឹកដោះគោនេះគឺខ្ញុំឆុងរួចហើយចំនួន100 ml មកយើងដាក់ចូលមកហើយទឹកដោះគោខាប់នេះគឺខ្ញុំយកចំនួន20 ml
ត្រឹមលេខ20រួចហើយខ្ញុំថែមទឹកដោះគោស្រស់40ត្រឹមលេខ40មករួចហើយយើងមានកែវមួយខ្ញុំប្រើនេះគឺ brown sugar គឺខ្ញុំប្រើទឹក brown sugar មកនឹងណាហើយយើងយកវាមកលាបជុំវិញកែវយើងមកយើងយកវាមកដាក់ជុំវិញកែវយើងអញ្ចឹងណារួចហើយយើងដាក់ទឹកកកចូលយើងដាក់ទឹកកកមួយកែវហើយយើងកូរទឹកតែយើងនឹងចាក់ចូលមករួចហើយយើងថែមចំហុយស្វិតយើងនឹងមករួចហើយយើងបន្ថែមទឹកដោះគោខ្ទិះនេះពីលើបន្តិចទៀតមករួចរាល់ហើយ